Bismillahirrahmanirrahim. Nahmaduhu nusalli ala rasulil karim wa ala alihi wa sahbihi ajma'in amma ba'd. ថ្ងៃនេះយើងមុសាករ៉ាអំពីsyarat-syarat istinja នឹងដុំថ្មអញ្ចឹង syarat ដើម្បីឲ្យសះ istinja នឹងដុំថ្មនោះមាន8ប្រការយើងត្រូវចងចាំទាំងអស់គ្នាទី1 ayakuna bi thalathati ahjarin ទី1 istinja មែនហ្នឹងត្រូវនឹង3ដុំថ្ម3ដុំថ្មកន្លែងនេះមានន័យថា3ដងជុតអញ្ចឹងធ្វើយ៉ាងម៉េចក៏ដោយឲ្យតែបាន3ដងជុតនិង1ដុំថ្មឬក៏នឹង3ដុំថ្មក៏ដោយក៏បានដែរអត់បញ្ហាមានន័យថាបើសិនជាយើងជុតនឹងមួយដុំថ្មយើងយកដុំថ្មដែលមាន3ជ្រុងធ្វើម៉េចឲ្យបានជុតចំនួន3ដងឬក៏3ដុំថ្មចំនួន3ដុំយើងជុតម្ដងទី1 ayakuna bi thalathati ahjarin ទី2 ayumkiyal mahalla ធ្វើម៉េចឲ្យបានជ្រះស្អាតកន្លែងដែលចេញ najis មិនហ្នឹងកន្លែងដែលចេញ najis មិនហ្នឹងធ្វើម៉េចជុតឲ្យជ្រះជុតចំនួន3ដងហើយជុតធ្វើម៉េចឲ្យបានជ្រះអាសាតស្លាកស្នាមនៃ najis មិនហ្នឹងកុំឲ្យវាមាននៅចាំបើសិនជា zakat គេខ្មាស់បរោះនៅកន្លែង hashafah វាកន្លែងមុខដួនហ្នឹងហើយបើសិនជា dubur នៅកន្លែង halaqah វាកន្លែងរង្វង់កគុតហ្នឹងហើយបើសិនណា faraj គេខ្មាស់ស្ត្រីគឺកន្លែងទាំងពីរប្រវេមាត់ពីបៀត faraj ហ្នឹងជាមួយនឹងកន្លែងដែល zahir មានថា zahir នៃ faraj ស្ត្រីនៅពេលដែលវាអង្គុយនៅពេលដែលនាងអង្គុយmaka នឹង zahir ចេញមកកន្លែងហ្នឹងតែបើសិនអង្គុយអត់ទាន់ zahir ទេខ្ជិបអញ្ចឹងកន្លែងហ្នឹងក៏ត្រូវលាងដែរធ្វើម៉េចឲ្យបាត់ najis អាសាប់ najis អំពីវាចឹងបើសិនជាជុតនឹង3ដងជុតនឹង3ដុំថ្មឬក៏3ដងមិនហ្នឹងអត់ជ្រះទេត្រូវតែជុតនឹង5ដងបើយិបជុត5ដងអញ្ចឹងណាធ្វើម៉េចឲ្យបានជ្រះបើសិន3ដងជុតអត់ជ្រះទេវាយិបត្រូវតែបន្ថែមឲ្យលើ3ដង5ដងក៏7ដងក៏ហើយទី3វា alla yajif fan najasu najis ដែលចេញមកហ្នឹងកុំតន់ឲ្យវាស្ងួតកាលណាស្ងួតពាក់កណ្ដាលគឺស្ងួតទាំងអស់គឺអត់បានទេកាលណា najis យើងបាត់ជើងមកឬក៏យើងឈូសនោមមកយើងអត់តន់ istinja យើងទុកវារហូតដល់ស្ងួតពាក់កណ្ដាលឬក៏ស្ងួតទាំងអស់មកក៏អត់អាច istinja នឹងនោះថ្មបានទេនេះយើងត្រូវ istinja នឹងទឹកហើយទី4វា alla yantakil កុំឲ្យផ្លាស់ najis ហ្នឹងកុំឲ្យផ្លាស់កន្លែងផ្លាស់ទៅផ្សេងពីកន្លែងដែលវាចេញទៅវាខ្ទៀតទៅត្រូវនឹងកប៉េះគូតក៏ផ្លូវអាហ្នឹងអត់បានទេអាកន្លែងប្រឡាក់កផ្លូវប្រឡាក់អីហ្នឹងអាហ្នឹងអត់អាច istinja បានទេអាហ្នឹងអត់អាច istinja ក្នុងថ្មហើយអាត្រូវលាងនឹងទឹកហើយទី5វា alla yatra'a alaihi akharu គ្មានទេដល់មកនៅលើវាដោយប្រការដែលផ្សេងជាទឹកជា najis ក៏ឧទាហរណ៍ឈាមក៏វាបត់ជើងមកក្រមកជាងឈាមមកប្រឡាក់ជាមួយនឹង najis លីមុមិនហ្នឹងឬក៏ទឹកនោមមិនហ្នឹងឬក៏ទឹកឧទាហរណ៍អ្នកដែលកោះកុងឈូសបត់ជើងធំបត់ជើងតូចក្រមកវាឈូសក្នុងទឹកអាទឹកខ្ទៀតមកត្រូវលេឡំជាមួយនឹង najis បានដល់ទៅលើ najis មិនហ្នឹងmakaវាអត់អាច istinja នឹងដុំថ្មបានទេវាត្រូវតែ istinja នឹងទឹកហើយទី6វា alla yujawiza safhatahu wa hashafatahu ធ្វើយ៉ាងណាកុំឲ្យហួសnajis ដែលចេញមកមិនហ្នឹងដោយ safha របស់វាហើយនឹង hashafah របស់វាកុំឲ្យហួសសេចក្ដីមុតតាស៊ីលតភ្ជាប់គ្នាវារៀលដាលតាំងពីកន្លែងដែលចេញហ្នឹងរង្វង់កគូតហ្នឹងហើយនឹង hashafah zakar ហ្នឹងnajis មិនមែនត្រឹមតែប្រឡាក់កន្លែងហ្នឹងទេវារៀលដាលមកប្រឡាក់ដល់កន្លែងផ្សេងទៀតហ្នឹងអត់បានទេអាហ្នឹង istinja នឹងទឹកអត់បានទេនេះបើសិនណាមុតតាស៊ីលតភ្ជាប់គ្នាតែបើសិនជាដាច់គ្នាអាហ្នឹងអត់អីទេបើសិនថាវាដាច់គ្នា najis មាននៅជាប់នឹងhashafah ខ្លះហើយនឹងនៅកន្លែងផ្សេងខ្លះឧទាហរណ៍ប្រឡាក់នៅកន្លែងគល់ zakat អត្តពន្ធប្រឡាក់នៅកន្លែងគល់កផ្លូវអីហ្នឹងមកបែកចេញទៅប្រឡាក់នៅគល់កផ្លូវអាហ្នឹងយើងត្រូវលាងនឹងទឹកតែអានៅជាប់នឹង hashafah នេះ
ដែលវាបែកគ្នាណាតែវានៅប្លានៅហាជាហ្វាយើងអាច istinja នឹងថ្មបានហ្នឹងបញ្ហាអានេះបើសិនជាមុតតាស៊ីលបើសិនណាវាមុនហ្វាស៊ីលបើសិនវាបែកគ្នាតែបើសិនណាមុតតាស៊ីលវារៀលដាល់រហូតដល់ហួសកន្លែងអាហ្នឹងអត់អាច istinja នឹងថ្មបានទេត្រូវតែistinja នឹងទឹកហើយចរតទី8ចរតទី7 isti'abul mahalli bil hajari ធ្វើម៉េចឲ្យបានសពទីកន្លែងហ្នឹងនឹងដុំថ្មជុតឲ្យសពទីកន្លែងបានឲ្យបានសពឲ្យបានរត់សពនៃទីកន្លែងដែលចេញណាយិសហ្នឹងជាមួយនឹងទឹកជាមួយនឹងដុំថ្មយ៉ាងណាអញ្ចឹងបើសិនជារង្វង់កគុតវាមូលអញ្ចឹងចារាដើម្បីឲ្យវាសពដើម្បីចារាឲ្យវាសពចារាដើម្បីឲ្យសពនៅក្នុងការជុតយើងនឹងថ្មហ្នឹងគឺយើងនៅត្រង់កន្លែងហាលកោះហ្នឹងរង្វង់ហ្នឹងពីខាងស្ដាំមកសិនពីខាងស្ដាំបើសិនយើងដុំថ្មយើងដុំថ្មចាប់ដើមពីស្ដាំយើងមកដល់កន្លែងចាប់ដើមវិញក្រោយមកយកដុំថ្មមកដុំទៀតពីមុខខាងចឹងពីឆ្វេងម្ដងជុតរហូតដល់វិលត្រឡប់ទៅដល់កន្លែងដើមវាវិញក្រោយមកទី3យើងបោះទាំងលើទាំងសងខាងហ្នឹងទាំងកែមសងខាងហ្នឹងបោះទាំងអស់ហ្នឹងមកជាការស្រេចបើសិនណាជុត3ដងអត់ជ្រះទេហើយជុតថែម2ដងទៀតគ្រប់5ទៅដើម្បីវាជ្រះitu caraវាក្រោយមកទី8វាអីអន្តគូណាអលអះយ៉ារូតហ៊ីរ៉ាតាន់ចរតកាដានដុំថ្មនឹងគឺជ្រះស្អាតកាដានដុំថ្មគឺជ្រះស្អាតមិនមែនប្រឡាក់ណាជីសមិនមែនមុតណាជីសទេតែប្រសិនជាដុំថ្មនឹងមុតណាជីសប្រឡាក់ណាជីសមកអត់សះទេនៅក្នុងការ istinja នឹងវានេះសម្រាប់ការ istinja នៅក្នុងថ្មយ៉ាហើយនឹងអ្វីដែលដូចនឹងដុំថ្មមានតែចូលនៅក្នុងម៉ាក់ណាដុំថ្មចូលនៅក្នុងចរតដុំថ្មទី1របស់នឹងជ្រះស្អាតរបស់នឹងរឹងអត់មានទុនទេអត់មានសើមទេស្ងួតហើយអាចបឺតណាជីសបានអាចដកណាជីសបានមិនមែនប្រភេទល្អិលទេបើសិនជាអាស័យយើងអាច istinja នឹងវាបានទេដោយសារវាល្អិលគេណារបស់ដែលមានស៊ីហ្វាត់ល្អិលរបស់ដែលស៊ីហ្វាត់វាល្អិលគឺអាចបឺតបានទេជាទូទៅរបស់ល្អិលបំបែងដបកើបំបែងចានគឺយើងយកទៅ istinja អត់បាននេះពីព្រោះវាល្អិលវាអត់មានលក្ខណៈសម្បត្តិអាចបឺតណាជីសឬក៏អាចដកណាជីសបានទេតែបើសិនជាกระดาษជុតមាត់กระดาษជុតដៃហ្នឹងអាហ្នឹងអាចដោយសារវាគ្រប់ចរតនៃចរតដុំថ្មកระดาษយើងជុតដៃហូបបាយយើងជុតមាត់ជុតដៃហ្នឹងអញ្ចឹងដូចជាគេដាក់ក្នុងប្រគុណជាទូទៅក្នុងប្រគុណឥឡូវនេះគេដាក់กระดาษហ្នឹងមកกระดาษហ្នឹងអាច istinja បានប៉ុន្តែត្រូវចាំចរត8ចរតមែនហ្នឹង8ចរតត្រូវគ្រប់ចរត8ទាំង8ហ្នឹងទើបបានយើង istinja នឹងដុំថ្មបានហើយនឹងអ្វីដែលចូលនៅក្នុងម៉ាក់ណាដុំថ្មមែនហ្នឹងដូចជាกระดาษអនាម័យកระดาษអនាម័យមែនហ្នឹងitu យើងចារ istinja នឹងវាបានតែត្រូវបំពេញ8ចរតមែនហ្នឹងអញ្ចឹងអានេះចារ istinja ក៏មកតែបើសិនជានៅប្រគុណហ្នឹងមានកระดาษជុតដៃក៏ដោយតែ afdal វាយើងលាងទឹកសិនទៅលាងទឹក istinja មែន istinja នឹងกระดาษហ្នឹងទៅ istinja នឹងกระดาษហើយទោះបីសះក៏ដោយតែ afdal វាយើងចាំមកមេតាប្រមូលផ្ដុំនៅរវាង istinja នឹងដុំថ្មហើយនឹងទឹកហ្នឹង afdal ចឹង istinja យើងគិតពីថាគិតចឹងចុះគិតជាមួយនឹងกระดาษអនាម័យហ្នឹងហើយជុតវាស្អាតជុតវាជ្រះហើយក៏មកយើងលាងទឹកតាមក្រោយអាហ្នឹង afdal ចារាវាចារាដែល afdal ដោយសារឥឡូវគេជប់ប្រើដុំថ្មឥឡូវគេជប់ប្រើដុំថ្មបើសិនជាប្រើដុំថ្មទៅខ្លាចថាយើងម្លែកចឹងយើងអាចប្រើនឹងกระดาษហ្នឹងបានវាមានกระดาษខ្លះវាក្រាស់ហើយគ្រៀតអាហ្នឹងអែមហ្មងអាហ្នឹងចឹងបងប្អូនអត់ពិបាកទេយើង istinja ណានឹងមុនសិនទៅហើយចាំ istinja ណានឹងទឹកតាមក្រោយយ៉ានេះម៉ាសាឡា istinja នឹងដុំថ្មអញ្ចឹងសម្រាប់ប្រការដែលអត់គ្រប់ចរតនៃចរតដុំថ្មនោះទេគឺអត់សះទេនៅក្នុងការ istinja នឹងវាដូចជាមានបងប្អូនយើងពីដើមធ្លាប់ឮកាត់នឹងផ្លឹកឈើ
នឹងស្លឹកឈើងាប់ហ្នឹងអត់បានទេស្លឹកឈើនេះយកទៅកាត់នោមកាត់អាចអត់បានទេដោយសារស្លឹកឈើនេះស៊ីហ្វាត់វាល្អឌីជីនវាមានស៊ីហ្វាត់ក្រៀតឬក៏អាចបឺតប្រភេទអាចបឺតឬក៏អាចដកណាយីសចេញអំពីកន្លែងវាបានទេអញ្ចឹង istinja នឹងឆ្អឹងក៏អត់បានឆ្អឹងនេះវាចូលក្នុងប្រការដែលមុះតារ៉មប្រការដែលគេហួរម៉ាត់ដោយសារឆ្អឹងនេះគឺជាចំណីអាហាររបស់យិនistinja នឹងឆ្អឹងអត់សះទេ istinja នឹងกระดาษនឹងกระดาษគីតាបដែលគេហួរម៉ាត់ក៏អត់បានដែរដូចជាយកกระดาษគីតាប fiqh គីតាប nahu ឃើញទេយកទៅកាត់អាចកាត់នោមនេះអត់សះទេដោយសារกระดาษទាំងអស់នោះគេហួរម៉ាត់វាតែបើសិនជាกระดาษកសែតបើសែតហ្នឹងមានស៊ីហ្វាត់ដូចបានបញ្ជាក់មិញហ្នឹងជ្រះស្អាតស៊ីហ្វាត់វាកលីអាចដកណាយីសអាចបឺតណាយីសហើយស្ងួតអីហ្នឹងអាហ្នឹងអាចกระดาษកសែតกระดาษទស្សនាបដីហ្នឹងតែមើលផងវាមានកระดาษវាមានច្រើនប្រភេទមានប្រភេទខ្លះក្រាស់ហើយវាល្អិលអាហ្នឹងអត់បានទេអត់សះទេប្រភេទល្អិលដោយសារវាអាចបឺតណាយីសបានអញ្ចឹងយើងមើលលក្ខណៈវាដែររបស់ហ្នឹង bender ហ្នឹងត្រូវមើលលក្ខណៈវាដែរឆ្អឹងបានទេស្លឹកឈើអត់បានទេយ៉ាតែបើអាកដាជុតមាត់ហ្នឹងនឹងបានអត់បញ្ហាដោយសារមានបងប្អូនយើងមួយចំនួនគាត់ឆាតសួរដែរអញ្ចឹងគាត់អាចចូលស្ដាប់បាននៅក្នុងការបង្រៀននេះសង្ឃឹមថានឹងទទួលបានមនហ្វាត់ជាច្រើនសម្រាប់ពួកយើងទាំងអស់គ្នាយ៉ាអញ្ចឹងហើយសង្ឃឹមថាអល់ឡោះតាឡានឹងផ្ដល់តាហ្វិកdan hidayah ឲ្យយើងបានអាម៉ាល់ទាំងអស់នេះអ៊ីនសាអល់ឡោះ